ភាគខាងត្បូងប្រទេសថៃបានទទួលរងគ្រោះពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខណៈដែលមានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ចំនួន8នាក់ផ្លូវនានាត្រូវបានជន់លិចយានជំនិះលិចចូលក្នុងទឹកហើយមនុស្សដើរកាត់ទឹកជ្រៅក្នុងទីក្រុងហាតយ៉ៃដែលជាទីក្រុងសេដ្ឋកិច្ចសំខាន់មួយនៅភាគខាងត្បូងប្រទេសថៃដោយសារតំបន់នេះទទួលរងការជន់លិចយ៉ាងខ្លាំងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងអស់ជាច្រើនថ្ងៃបើតាមសារព័ត៌មានអង់គ្លេស Reuters បានចេញផ្សាយកាលពីថ្ងៃច័ន្ទទឹកជំនន់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃមកនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់8នាក់ប៉ះពាល់ដល់ខេត្តចំនួន10នៅភាគខាងត្បូងប្រទេសថៃបើតាមសារព័ត៌មាន Al Jazeera ក្រុមមន្ត្រីបាននិយាយថាទឹកជំនន់ភ្លាមត្រូវបានគេរាយការណ៍នៅទូទាំងផ្នែកភាគខាងត្បូងនៃប្រទេសថៃដែលប៉ះពាល់ដល់មនុស្សជិត2លាននាក់អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថាទីក្រុងហាតយ៉ៃដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងខេត្តសង្ខឡាមានភ្លៀងធ្លាក់ក្នុងកម្រិត335មីលីម៉ែត្រកាលពីថ្ងៃសុក្រដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេល24ម៉ោងមិនធ្លាប់មានអំឡុងរយៈពេល300ឆ្នាំទឹកភ្លៀងនៅក្នុងទីក្រុងនានាបានកើនឡើងជិតទ្វេដងចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រភ្លៀងធ្លាក់បន្ថែមទៀតត្រូវបានគេព្យាករណ៍ថានឹងប៉ះពាល់ដល់ប្រទេសថៃនៅប៉ុន្មានថ្ងៃខាងមុខនេះទឹកជំនន់សម្រាប់មនុស្សនៅថៃកើតមានឡើងសឹងតែរៀងរាល់ឆ្នាំបន្តរហូតមកដល់ឆ្នាំ2025នេះក្នុងនោះកាលពីឆ្នាំ2021ធ្លាប់បានផ្ដាច់យកជីវិតមនុស្សនៅថៃជាង500នាក់និងបំផ្លាញផ្ទះសម្បែងអស់រាប់លានខ្នងនិងផលដំណាំយ៉ាងដំណំ។